choឆ្នាំតាមបងប្អូនទាំងអស់គ្នាមានកម្រងទៅលេងណាដែរខាងខ្ញុំនេះអត់តមានកម្រងទៅណាទេតែថ្ងៃនេះជួបជុំគ្នាជាមួយនឹងគ្រួសារទាំងអស់ហ្នឹងយកចង្ហាន់ទៅប្រគេព្រះសង្ឃហើយទៅសម្អាតចេតិយផងដែរនៅភ្នំបាសិទ្ធលើហ្នឹងហើយមុនទៅដល់ហ្នឹងយើងចូលចាក់សាំងនៅពិធីសិនក៏នាំកូនមកមើលត្រីប៉មាសនេះស្អាតមែនតែនហើយមកដល់នេះនេះតាគេអូយលើកនេះមកដល់ស្រួលមែនតែនឡើងរំភើបហ្មងនឹកស្មានថានេះតាមកលើកនឹងអត់រហរឿងដូចលើកមុនទេលើកមុនហ្នឹងមកខ្ញុំត្រូវពោគេឡើងអួយមនុស្សផងច្រើនហើយផងពោឡើងបែកញើសហើយតារៀងកាច់កុកផយផងខ្ញុំទៅរៀងពិបាកហ្មងតែគាត់ថាព្យាយាមជំនះនាំកូនមកក្រៅដើម្បីឲ្យកូនបានស្គាល់នៅសង្គមខាងក្រៅទេសភាពក៏ដូចជាពិភពលោកខាងក្រៅនៅឲ្យបានកាន់តែច្រើនតាមតែអាចធ្វើបានតែមកលើកនេះគេអត់តន់ចេះដែរអត់តន់ចេះនិយាយដែរមិនដែរគេដូចក្មេងធំនៅលេងខ្លួនឯងអីខ្លួនឯងហើយឃើញលោកឃើញប្រាំងអញ្ចឹងគេថ្វាយអង្គមទៅមកហើយចេញពីកន្លែងហ្នឹងអត់ចេញទេគាត់ថ្វាយអង្គមចោលថ្វាយអង្គមឡើងតែឯងហ្នឹងហើយឃើញលោកអញ្ចឹងយើងអត់ស្ពះច្អល់ឲ្យយើងស្ពះទៀតអីនេះតានេះចូលចិត្តសំបនម៉ែណាកូនហ្នឹងហើយយើងបន្ទាប់ពីថ្វាយអង្គមអុជធូបអីហើយចឹងមកក៏យកចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលក៏ដូចជាមេផលជូនទៅដល់ជីដូនជីតាញាតិការបំពេញស្ដានដែលបានចែកឋានទៅហ្នឹងជូនទៅដល់ពួកគាត់ឲ្យបានសេចក្តីសុខទាំងអស់គ្នាហើយបន្ទាប់ពីហ្នឹងក៏នាំគ្នាធ្វើដំណើរមកខាងចែកដីខាងក្រោមនេះដើម្បីធ្វើការសម្អាតស្លឹកឈើចេញម្ដងឲ្យស្អាតយូរមកម្ដងសម្អាតដាក់ទឹកថែមតែអីចឹងទៅនៅក្នុងចែកដីហ្នឹងហើយខ្ញុំអត់បានសម្អាតទេដោយសារជាប់មើលកូនឈៀតដើមមកថន់បន្តិចនេះអ្នកសម្អាតនៅខាងនេះនេះហើយក្មេងៗណាគេជុំគ្នាខាងក្រោមរបៀបពេជ្រនិចចឹងទៅគេមាននំមាននេកអូយសបាយសបោហូហៀបញ្ចុកគ្នាពេញទៅនឹងហើយរៀងក្តៅមានខ្យល់មកម្សាក៏ដែរក្តៅខ្លះក៏យើងបក់ផ្លិតបក់យើងទៅសប្បាយមែនតើនេះជួបជុំមាននំញ៉ាំចែកគ្នាមានផ្លែឈើមានអីទៅហើយទិញបានមានកប់ថ្នោតយកទៅញ៉ាំនៅផ្ទះប្រភេទអាហារធម្មជាតិកប់ថ្នោតល្អណាបងប្អូនអរគ្នាចូលចិត្តញ៉ាំអត់ផ្ទះខ្ញុំចូលចិត្តខ្លាំងណាស់ចូលចិត្តញ៉ាំកប់ថ្នោតហ្នឹងហើយបន្ទាប់ពីញ៉ាំជួបជុំគ្នានៅវត្តជាអាហារសម្រន់ចឹងមកយើងក៏ធ្វើដំណើរមកផ្ទះវិញមកជុំគ្នាញ៉ាំបាយអាហារថ្ងៃត្រង់ហ្នឹងក្មេងៗគេលេងមួយគ្នាអូយយំទៅសប្បាយចិត្តមែនតែនពេលក្មេងៗជុំគ្នាជាពិសេសចាស់ៗគាត់ក្មេងរំភើបជាងដែលកូនចៅជួបជុំគ្នាទៅនេះទៅនោះមួយគ្នាធ្វើបន់រួមគ្នាទេហើយបងប្អូនអរគ្នាទៅណាដែរចូលឆ្នាំហ្នឹងជួយខមមិនប្រាប់ផងណាអូខេជួបគ្នាវីដេអូក្រោយអរគុណបាយបាយ